យន្តហោះទម្លាក់គ្រាប់បែកកំណាចបំផុតនៅលើផែនដីពេលនេះបានคล้ายទៅជាគោលដៅថ្មីរបស់អ៊ីរ៉ង់កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់នៅថ្ងៃទី30ខែមករាឆ្នាំ2026បានបញ្ចេញវីដេអូគួរឲ្យភ្ញាក់ផ្អើលបង្ហាញពីវិធីដែលខ្លួនអះអាងថាអាចបាញ់ទម្លាក់យន្តហោះ B2 Spirit របស់សហរដ្ឋអាមេរិកជាយន្តហោះដែលអាចបំបាំងខ្លួនពីរ៉ាដាជ្រែកមេឃហែកវេហាចូលជ្រៅទៅក្នុងដែនអាកាសរបស់សត្រូវនិងកំទេចគោលដៅទាំងអស់មិនថារឹងមាំប៉ុណ្ណាក៏ប៉ុន្តែអ៊ីរ៉ង់មិនញញើទេហើយថែមទាំងព្រមមានបាញ់ទម្លាក់ទៀតផងសារព័ត៌មានក្នុងស្រុកអ៊ីរ៉ង់និង Times of India បានផ្សាយថាចាប់តាំងពីបានភ្លក់រសជាតិ B2 កាលពីខែមិថុនាឆ្នាំ2025ក្នុងប្រតិបត្តិការញញួរកណ្ដាលរាត្រីដែលអាមេរិកទម្លាក់គ្រាប់បែកទម្លុះរោងចក្រនុយក្លេអ៊ែរចំនួន3អ៊ីរ៉ង់បានសិក្សាពីវិធីសាស្ត្របាញ់ទម្លាក់ B2 នៅក្នុងវីដេអូឃ្លីបដែលកងឆ្មាំបដិវត្តបង្ហាញយន្តហោះ B2 ហោះចូលក្នុងដែនអាកាសអ៊ីរ៉ង់ដោយដំបូងឡើយយន្តហោះនេះបានបំបាំងកាយពីរ៉ាដាក៏ប៉ុន្តែក្រោយមករ៉ាដារបស់អ៊ីរ៉ង់បានចាប់ផ្ដើមតាមដានបានហើយបានប្រើរ៉ុកែតការពារដែនអាកាសបាញ់កំទេច B2 នៅពេលដែលវាបង្ហាញខ្លួនអ៊ីរ៉ង់អះអាងថាបើទោះបីជារ៉ាដាពិបាករកឃើញយន្តហោះ B2 ក៏ពិតមែនក៏ប៉ុន្តែមិនមែនបានន័យថាវាមិនអាចរកឃើញទាល់តែសោះនោះទេជាពិសេសនៅពេលដែលវាហោះហើរចូលទៅក្នុងគន្លងរបស់ប្រទេសដែលមានប្រព័ន្ធការពារដែនអាកាសយ៉ាងតឹងរ៉ឹងដូចជាអ៊ីរ៉ង់ទីក្រុងតេហ៍រ៉ង់និយាយថាពេលនេះប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនរួមទាំងរ៉ាដារយៈចម្ងាយឆ្ងាយចម្ងាយមធ្យមនិងមីស៊ីលពីដីទៅអាកាសបានคล้ายទៅជាសំពៅដែលមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការបាញ់ទម្លាក់ B2 វីដេអូរបស់អ៊ីរ៉ង់បង្ហាញប្រព័ន្ធមីស៊ីល Bava 373ដែលអ៊ីរ៉ង់ផលិតដោយខ្លួនឯងដែលជាញឹកញាប់ត្រូវបានប្រដូចទៅនឹង S400 របស់រុស្ស៊ីប្រព័ន្ធនេះត្រូវបានដាក់ពង្រាយនៅជិតច្រកសមុទ្រ Hormuz ជាច្រកដឹកជញ្ជូនប្រេងដ៏មមាញឹកដែលអាចជាតំបន់គោលដៅវាយប្រហាររបស់អាមេរិកអ៊ីរ៉ង់ថាបើ B2 ហ៊ានចូលទៅក្នុងតំបន់នេះវានឹងក្លាយទៅជាចំណីមីស៊ីលក្រៅពីវីដេអូបាញ់ទម្លាក់ B2 អ៊ីរ៉ង់ក៏បានបញ្ចេញវីដេអូមីស៊ីលក្រោមទឹកនិងវិធីបាញ់កំទេចនាវាផ្ទុកយន្តហោះរបស់អាមេរិកទៀតផងក៏ប៉ុន្តែអ្នកជំនាញយោធានៅសង្ស័យព្រោះគ្មានភស្តុតាងណាមួយដែលបង្ហាញថាអ៊ីរ៉ង់ធ្លាប់បានរកឃើញយន្តហោះ B2 ទេនាពេលកន្លងទៅការបញ្ចេញវីដេអូនេះគឺដើម្បីតែបំផិតបំភ័យប៉ុណ្ណោះនៅក្នុងសង្គ្រាមសម័យទំនើបការធ្វើឲ្យភាគីម្ខាងទៀតភ័យបារម្ភគឺជាអាវុធដែលអាចធ្វើឲ្យសត្រូវស្ទាក់ស្ទើរឬគិតឡើងវិញមុនបើកការវាយប្រហារខ្ញុំរស់សុធាពី News Today NTTV One refreshing destination. Gansberg Water.